បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទទាំងអស់គ្នាបាទដែលតែនិយមស្រឡាញ់និងមានជំនឿលើវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរយើងបាទដែលកាលឡើងអំពីដើមឫស្សីបាទណាថ្ងៃនេះគឺជួបជាមួយខ្ញុំបាទទៀតហើយពុកម៉ែបងប្អូនខ្ញុំបានមកកំសាន្តតាមព្រៃឫស្សីបាទគឺខ្ញុំនឹងមានបំណងស្វែងរកវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរបាទដែលកាលឡើងអំពីដើមឫស្សីបាទណាហើយថ្ងៃនេះក៏ខ្ញុំបានជួបនឹងឫស្សីកូនក្រក់មានចំនួន2អង្គបាទគឺខ្ញុំបាទសូមដាក់បង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលគាត់ស្រឡាញ់នៅវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរបាទដែលកាលឡើងអំពីធម្មជាតិដើមឫស្សីណាបាទនេះអង្គទី1ពុកម៉ែបងប្អូនញាក់សាច់បាទនេះការដាច់កាលហែកគឺបែបនេះហើយខ្ញុំក៏ធ្លាប់បកស្រាយចែកជូនពុកម៉ែបងប្អូនច្រើនคลิปវីដេអូមកហើយបាទតាក់ទងនឹងឫស្សីកូនក្រក់ណាពុកម៉ែបងប្អូនបាទនេះគឺសាច់ចំណុចនេះគឺកូនការដាច់កាលហែកក៏កើតកូនក្រក់ឫស្សីមកគឺបែបនេះបាទនេះញាក់សាច់តែម្ដងបាទនេះបាទណាគឺអញ្ចេះហើយຂະຫນាត់បន្តោងតូចល្មមបាទសាច់ឫស្សីមិនខ្ចីក៏មិនចាស់ល្មមបាទណាកម្លាំងយកតែម្ដងពុកម៉ែបងប្អូនបាទនេះបាទញាក់សាច់បាទបន្ទាប់មកគឺអង្គទី2បាទអង្គទី2ក៏មានឈ្មោះថាឫស្សីកូនក្រក់ដែរពុកម៉ែបងប្អូននេះបាទការដាច់កាលហែកគឺញាក់សាច់ឆ្នាំងខ្លីកប៉ុលនុលបាទស្អាតមែនទែនបាទនោះការដាច់កាលហែកចាប់ក៏កើតកូនក្រក់មកនោះបាទនេះពុកម៉ែបងប្អូនមើលចំណុចនេះបាទនេះសូមមើលចំណុចនេះបាទនេះឃើញទេបាទនេះបាទនេះញាក់សាច់ឆ្នាំងខ្លីសាច់ចាស់ល្អបាទកម្លាំងមែនទែនពុកម៉ែបងប្អូនហើយកូនក្រក់ឫស្សីគឺខ្ញុំបាទធ្លាប់បកស្រាយតាក់ទងនឹងការគ្រប់ថែសារការជួយជាគុណប្រយោជន៍គុណសម្បត្តិដល់ម្ចាស់ណាបាទគឺនិយាយខ្លីគឺការពារក៏ត្រូវរកស៊ីក៏ត្រូវបាទបើចាំតែប្រើកូនក្រក់អ្វីទេបាទប្រើតែកូនក្រក់ឫស្សីក៏ពូកែស័ក្តិសិទ្ធិយកមិនអស់បាទណាបាទហើយការគ្រប់ថែសារគឺងាយស្រួលបាទຂະຫນាត់បន្តោងបែបនេះគឺពេញកម្លាំងចេះយើងបាច់ចាំចានៅបាលីគាថាក៏បានដែរបាទគ្រាន់តែបញ្ចុះនៅបញ្ញាក្អែកខ្លាំងខាងក្រោមនិងខាងលើទៅស្រោបធ្វើបន្តោងទៅឬក៏ដាក់តាមខ្លួនទៅណារុំខ្សែអំបោះក៏បានបាទគឺពូកែណាស់ទៅហើយបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តប្រើនៅផ្លូវផ្លូវក្នុងដូចជាប្រើនៅអារម្មណ៍ខ្លាំងណាបាទផ្ដោតអារម្មណ៍ខ្លាំងគឺប្រើកូនក្រក់ឫស្សីគឺត្រូវតែម្ដងគឺឲ្យជាសញ្ញាឬក៏ហេតុភេទនៅផ្លូវអារម្មណ៍ខាងក្នុងយើងខ្លួនយើងដែលយើងចូលចិត្តផ្ដោតនឹងប៉ាន់ស្មានអារម្មណ៍ណាគឺទាញទៅតែម្ដងហើយច្បាស់ណាបើសិនជាអ្នកដូចខ្ញុំធ្លាប់បកស្រាយអញ្ចឹងអ្នកដែលធ្លាប់ឬក៏អ្នកចេះនៅមន្តអាគមបាលីគាថាគឺតាក់ទងញៀនតាក់ទងជាមួយកូនក្រក់ឫស្សីគឺអាចបាន 80% ទៅ 90% នោះបាទតែបើសម្រាប់យើងអ្នកបើថាយើងមិនបានរៀនអ្វីក៏គឺសំខាន់គឺចេះគោរពថែសារនិងការដាស់អភិសេកសិទ្ធិឲ្យបានច្រើនដងច្រើនសារគឺបានផ្ដោតផ្លូវអារម្មណ៍ផ្លូវញៀនខាងក្នុងតាក់ទងមួយកូនក្រក់ឫស្សីគឺបាន 70% ឡើងទៅដែរបាទហើយយកកូនក្រក់ឫស្សីដែលមានកម្លាំងខ្លាំង
80% 70% 60%ឡើងទៅគឺប្រើអានហើយបាទណាបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនអរគុណច្រើនបាទសម្រាប់ការគ្រប់គ្រងនិងតាមដានបាទសូមគោរពលា